ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយបាទជាមួយនឹង Page សំណាង TV ថ្ងៃនេះអត់មានមុខម្ហូបអីប្លែកមកចែកជូនពុកម៉ែបងប្អូនទេបាទគឺមានតែម្ហូបបែបងាយម្ហូបបែបស្រុកស្រែដោយតែពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាទនេះគឺជាដៃទឹកគៀតបាទយើងឈូសវាស្ដើងអញ្ចឹងមកបាទហើយត្រីមានត្រីកត្រប់មានត្រីផ្ទក់ហើយគេថាបាយឆ្អិនហើយអញ្ចឹងគឺចាប់ផ្ដើមដាក់ស្លបាទហើយពុកម៉ែបងប្អូនមើលទស្សនាលេងទៅបាទសម្រាប់ម្ជូរដៃតាគៀតបាទគឺខ្ញុំស្លងាយទេបាទដាំទឹកឲ្យពុះទៅបាទហើយយើងបង់ស្លឹកគ្រៃបាទស្លឹកគ្រៃពី3ស្លឹកយើងយកវាមកញីឲ្យឈ្ងុយអញ្ចឹងណាហើយយើងបង់នៅក្នុងទឹកសម្លយើងដាំពុះហ្នឹងហើយខ្ញុំដួសទឹកសម្លបន្តិចដើម្បីយកមកជ្រុំប្រហុកបាទដោយសារអត់មានកត្រងបាទដល់តែអញ្ចឹងមានតែយើងដួសយកមកដាក់ចូលនៅក្នុងចានហើយយើងជ្រុំវាដើម្បីឲ្យវាបែកសាច់អញ្ចឹងណាហើយយកឆ្អឹងវាចេញទៅបាទហើយនេះត្រីបាទមានត្រីកត្រប់ត្រីផ្ទក់អីហ្នឹងបាទយើងធ្វើវាស្អាតមកឥឡូវខ្ញុំចាប់ដើមចាក់ចូលជាមួយនឹងទឹកដែលយើងបានដាំពុះមិញហ្នឹងបាទយើងចាក់ចូលទៅហើយយើងបង់ជាមួយនឹងអំបិលបន្តិចទៅណាដើម្បីឲ្យវាមានរសជាតិហើយសម្លមួយមុខនេះគឺខ្ញុំអត់ប្រើស្ករទេពុកម៉ែបងប្អូនបាទឲ្យតែប្រភេទជាសម្លម្ជូរបាទម្ជូរស្រែម្ជូរយើងហ្នឹងគឺខ្ញុំអត់ដែលប្រើស្ករទេបាទហើយឥឡូវខ្ញុំចាក់ទឹកប្រហុកដែលខ្ញុំបានជុំមិញហ្នឹងចូលទៅហើយខ្ញុំដួសទឹកហ្នឹងមកវែកទៀតដើម្បីមកជុំជាមួយនឹងអំពិលទុំបាទព្រោះយើងស្លម្ជូរបាទអញ្ចឹងយើងត្រូវការប្រើអំពិលហើយថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងអំពិលទុំបាទយើងដួសវាមកជ្រុំវាទុកឲ្យវាចេញជាតិជូរអញ្ចឹងពេលដែលវាចេញជាតិជូរអស់ហើយចាំយើងចាក់ចូលទៅក្នុងឆ្នាំងសម្លយើងទៅបាទឥឡូវខ្ញុំបង់ប៊ីចេងបន្តិចបាទហើយឃើញថាខ្ញុំអត់ប្រើស្ករទេខ្ញុំប្រើតែអំបិលហើយនឹងប៊ីចេងទេហើយឥឡូវខ្ញុំចាប់ដើមដាក់បន្លែរបស់យើងចូលបន្លែហ្នឹងគឺដៃតាគៀតអញ្ចឹងណាពុកម៉ែបងប្អូនបាទទឹកបេះនៅបឹងបាទយើងបេះយកអាណាខ្ចីអញ្ចឹងណាហើយយកមកឈូសវាស្ដើងសម្រាប់លាងទឹកឲ្យស្អាតអញ្ចឹងណាឥឡូវឃើញថាសម្លមួយមុខនេះចិត្តរួចរាល់ហើយពុកម៉ែបងប្អូនបាទគឺថាស្រួលស្លណាសម្រាប់សម្លម្ជូរដៃតាគៀតនេះហើយរសជាតិរបស់វាគាត់ថាឆ្ងាញ់ប្លែកពុកម៉ែបងប្អូនបាទឥឡូវខ្ញុំចាប់ផ្ដើមចាក់ជាមួយនឹងទឹកអំពិលទុំបាទដែលខ្ញុំបានដួសយកមកជ្រុំឲ្យវាចេញជាតិជូរហ្នឹងបាទហើយខ្ញុំចាប់ផ្ដើមចាក់ចូលហើយយើងភ្លក់មើលទៅពុកម៉ែបងប្អូនបាទរសជាតិបាទយើងស្លម្ជូរចឹងយើងដាក់រៀងជូរតិចទៅណាហើយបើថាវាស្ទើរបាទយើងដួសទឹកសម្លហ្នឹងយកមកជ្រុំវាជាមួយនឹងអំពិលទុំហ្នឹងដើម្បីវាចេញជាតិទៀតទៅហើយយើងចាក់ចូលទៅក្នុងឆ្នាំងសម្លទៅហើយភ្លក់មើលទៅណាឥឡូវឃើញថារួចរាល់ហើយពុកម៉ែបងប្អូនបាទសម្រាប់សម្លម្ជូរដៃតាគៀតបាទម្ហូបបែបស្រុកស្រែងាយបាទអស់លុយតិចហើយជាពិសេសគឺថាពុកម៉ែបងប្អូននៅតំបន់ជនបទអីគឺបានមុខម្ហូបមួយមុខនេះហើយគឺថាជាតិណាស់ពុកម៉ែបងប្អូនបាទងាយហើយហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនដែលតែងតែចូលចិត្តហើយជួយចុច like ជួយ follow page ខ្ញុំបាទអរគុណមែនតើបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍ជួយ share មួយផងទៅបាទអរគុណ